និយាយថាឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃសម្រាកគឺមិនសូវចេះនៅផ្ទះហ្មងអូ TikTok កន្លចអូ TikTok កើតស្រាប់តែឃើញកន្លែងណាតំណងព្រលឹមឡើងថ្ងៃអាទិត្យប្រែចេញដំណើរទៀតដែរបាទហើយក៏អូទៅឃើញទឹកជ្រោះវាលពួចនៅកពតនេះទៅត្រង់ពេកអញ្ចឹងក៏ព្រលឹមឡើងចង់ដឹងមើលមិនទៅទឹកជ្រោះល្បីគេស្អាតប៉ុណ្ណាទៅអញ្ចឹងណាអញ្ចឹងក៏ចេញដំណើរទៅហើយក៏ទៅហើយជាហួសផ្សារអង្គតសោបន្តិចក៏ឃើញកាទៀវមកកន្លែងតំណងពេកអញ្ចឹងណាឃើញមនុស្សចូលច្រើនហើយកន្លែងធំគួរសមអញ្ចឹងក៏ចូលនៅនឹងមើលសាកតេះកាទៀវហ្នឹងមិនដែរកាទៀវតេះបាយអញ្ចឹងដល់ពេលតេះទៅឆ្ងាញ់ហើយធូរថ្លៃបងប្អូនមួយចានទៅ9,000ហើយក៏បន្តធ្វើដំណើរមកទៀតបាទនេះតាមផ្លូវ31បាទទេសភាពស្អាតមែនទែនទាំងខៀវត្រជាក់ហើយមានភ្នំអមជាមួយនឹងដងផ្លូវអញ្ចឹងណាបាទអញ្ចឹងគឺធ្វើអារម្មណ៍របស់យើងហ្នឹងអត់នឿយណាយអញ្ចឹងណាពេលជិះតាមផ្លូវអញ្ចឹងណាបងប្អូនណាមួយផ្លូវហ្នឹងអត់សូវមានឡានធំមានអីអញ្ចឹងដែរហើយមានឡានដឹកថ្មតិចតួចមកដល់ថាវាមិនច្រើនអញ្ចឹងណាអញ្ចឹងពេលដែលយើងធ្វើដំណើរទៅកពតឬក៏ទៅកែបអីគឺងាយស្រួលអញ្ចឹងយើងអត់មានឡានធំឬក៏ចរាចរណ៍ខ្វាញ់ខ្វាត់អីទេអញ្ចឹងជិះទៅតាមផ្លូវហ្នឹងវាមួយយ៉ាងដែរអញ្ចឹងណាហើយផ្លូវទន្លេស្អាតហើយអត់មានឧបសគ្គអីអញ្ចឹងណាបងប្អូននេះគឺភ្នំដល់ខៀវហ្មងណាជ័យនិយាយទៅត្រជាក់ភ្នែកមែនទេហើយដល់ពេលជិះមកសតុះធំមកក៏មកដល់ភ្នំនេះខ្ញុំមិនដឹងថាភ្នំអីដែរប្រហែលជាអាចភ្នំកំពង់ត្រាចឬក៏មិនដឹងអញ្ចឹងណាតែគាត់ថាភ្នំហ្នឹងគឺរៀងក្បេកក្បកអញ្ចឹងទៅនៅក្បែរផ្លូវហ្នឹងហើយផ្លូវហ្នឹងនៅក្បែរភ្នំហ្នឹងអញ្ចឹងណាអមជាមួយភ្នំមួយខ្សែទៅបាទហើយកន្លែងហ្នឹងមានភូមិមួយដែរអញ្ចឹងណាគាត់ថាមិនសូវមានអ្នករស់នៅច្រើនទេតែភ្នំហ្នឹងដើមឈើដូចពីកពកជាងណាដូចវាដូចជាមិនសូវស្អាតដែរអញ្ចឹងណាតែសំខាន់ស្រួលជិះទលាយវាអត់ខ្វាញ់ខ្វាត់អីអញ្ចឹងទៅវាជិះមិនបានផងក៏ភ្លៀងមកតាំងព្រឹកចង់បាក់មេឃភ្លៀងផងខ្យល់ផងអញ្ចឹងណានិយាយទៅនៅប៉ៃសមុទ្រព្រលឹមឡើងភ្លៀងល្ងាចភ្លៀងនិយាយទៅដូចគេថាមែនហ្នឹងរស់ស៊ីអីមិនកើតងាកភ្លៀងអញ្ចឹងណាតាមផ្លូវភ្លៀងផងខ្យល់ផងនិយាយទៅឲ្យតែថាចិត្តដល់សមុទ្រគឺមានភ្លៀងហ្មងឥឡូវជិះក៏ជិះលេងក៏ចិត្តមកដល់កែបហើយនេះចូលទឹកដីកែបណាបងប្អូនបាទអញ្ចឹងឥឡូវហ្នឹងយើងបន្តដំណើរទៅទិញក្តាមនៅផ្សារកែបម្ដងមើលបាទថាមានអីប្លែកខ្លះអញ្ចឹងណាបាទ